Bonjour, je m'appelle Vandit, j'ai 23 ans. Je suis cambodgien. Je parle français, anglais et khmer ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីឃ្លាដែលយើងតែងតែប្រើប្រាស់កំឡុងពេលដែលយើងជួបគ្នាជាមួយអ្នកណាម្នាក់ដូចជាមិត្តភក្តិយើងជាដើមតើនៅក្នុងការសន្ទនាមួយហ្នឹងយើងនឹងនិយាយឃ្លាអ្វីខ្លះអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាជាទូទៅនៅពេលដែលយើងជួបគ្នាគឺយើងតែងតែសួរឈ្មោះអាយុឬក៏ព័ត៌មានផ្សេងៗតាក់ទងជាមួយនឹងការរៀនរបស់យើងឲ្យជាដើមអញ្ចឹងកុំឲ្យខាត់ពេលវេលាខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះអញ្ចឹងនៅពេលដែលយើងជួបគ្នាគឺយើងតែងតែនិយាយថា Bonjour 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 ហ្នឹងគឺបកប្រែខ្មែរថាជំរាបសួរក៏ប៉ុន្តែគឺយើងមានឃ្លាមួយទៀតឬក៏ពាក្យមួយទៀតដែលយើងអាចនិយាយបានដែរដូចគ្នាគឺពាក្យថា salut salut បកប្រែជាខ្មែរពាក្យ salut នេះស្មើនឹងពាក្យថាសួស្តី bonjour បកប្រែខ្មែរមានន័យថាជំរាបសួរប៉ុន្តែ bonjour គឺវាផ្លូវការជាង salut salut គឺយើងប្រើបានតែអ្នកដែលយើងចេះស្និទ្ធតែប៉ុណ្ណោះក៏ប៉ុន្តែពាក្យ salut គឺវាមានន័យពីរនៅក្នុងហ្នឹងsalut នៅពេលដែលយើងជួបគ្នាបកប្រែថាសួស្តីប៉ុន្តែនៅពេលដែលយើងសន្ទនាគ្នាហើយយើងត្រូវចេញពីកន្លែងឬក៏យើងត្រូវទៅផ្សេងកន្លែងទៀតយើងនិយាយថា salut គឺបកប្រែថាជំរាបលាឬក៏ bye bye អីជាដើមឃ្លាមួយទៀតគឺយើងតែងតែប្រើជាទូទៅគឺ comment ça va comment ça va comment ça va បកប្រែខ្មែរថាតើអ្នកសុខសប្បាយជាទេក៏ប៉ុន្តែក៏យើងអាចប្រើពាក្យផ្សេងទៀតបានដែរដូចជា comment allez-vous comment allez-vous comment allez-vous គឺជាឃ្លាមួយដែលផ្លូវការខ្លាំងមែនតើជាទូទៅគឺយើងប្រើថា comment allez-vous ជាមួយនឹងអ្នកដែលមានឋានៈខ្ពស់ជាងយើងក៏ដូចជាអ្នកដែលមានអាយុច្រើនជាងយើងជាដើមហើយមានមួយឃ្លាទៀតគឺយើងអាចប្រើបានដូចគ្នាហើយវា formal ដូចគ្នាគឺផ្លូវការដូចគ្នាគឺ comment vas-tu comment vas-tu មានន័យថាតើអ្នកសុខសប្បាយជាទេឃ្លា comment vas-tu នេះគឺយើងតែងតែប្រើជាមួយអ្នកដែលមានអាយុស្មើយើងក៏ដូចជាតិចជាងយើងcomment allez-vous ម្ដងទៀត comment allez-vous គឺយើងប្រើសម្រាប់អ្នកដែលមានអាយុច្រើនជាងយើងក៏ដូចជាអ្នកដែលមានឋានៈច្រើនជាងយើងអូខេសម្រាប់ចម្លើយវិញតើយើងគួរតែឆ្លើយដូចមិនដេចអញ្ចឹងនៅពេលដែលយើងលើសំណួរថាគេសួរថា comment ça va comment vas-tu ឬក៏ comment allez-vous គឺយើងអាចឆ្លើយបានថា oui ça va បកប្រែខ្មែរថាមានអីសុខសប្បាយតាឬក៏យើងអាចឆ្លើយមួយឃ្លាទៀតបានថាça va mal អូយអត់សុខសប្បាយទេមានន័យថាអត់សុខសប្បាយទេឬក៏យើងអាចឆ្លើយមួយទៀតថា ça va pas mal មានន័យថាមានអីធម្មតាអត់អីហ្មងហើយឃ្លាមួយទៀតក៏យើងអាចប្រើបានដូចគ្នាគឺ ça va comme si comme ça មានន័យថាមានអីមួយថ្ងៃកាត់មួយថ្ងៃកោហ្នឹងមានអីសុខសប្បាយផងអត់ផងគឺមានន័យអញ្ចឹងបើសិនជាបកប្រែឲ្យត្រូវគឺវាមានន័យថាមួយថ្ងៃកាត់មួយថ្ងៃកោដែលខ្មែរយើងចូលចិត្តប្រើខ្លាំងមែនតើអូខេអញ្ចឹងឃ្លានេះគឺយើងតែងតែនិយាយនៅពេលដែលយើងជួបគ្នាប៉ុន្តែខ្ញុំចង់បន្ថែមពីលើនឹងទៀតនៅពេលដែលយើងចង់ជម្រាបលាអ្នកណាម្នាក់គឺយើងអាចនិយាយបានថា au revoir au revoir គឺមានន័យថាជម្រាបលាឬក៏ខ្ញុំបានប្រាប់នៅខាងដើមដែរគឺពាក្យថា salut salut គឺ byeហើយនៅក្នុងការសន្ទនារបស់ភាសាបារាំងគឺតែងតែមានឃ្លាបញ្ចប់មួយទៀតបន្ទាប់ពីនិយាយ au revoir ឬក៏ salut គេតែងនិយាយថាបើសិនជានៅពេលព្រឹកគេនិយាយថា bonne journée មានន័យថាសូមឲ្យមានថ្ងៃដ៏ល្អសម្រាប់អ្នកអញ្ចឹងទៅបើយើងនិយាយអង់គ្លេស have a good day ឬក៏ bon après-midi បើសិនជានៅពេលថ្ងៃហើយបើសិនជានៅពេលយប់គឺគេនិយាយថា bonne soirée ឬក៏មួយទៀតយើងអាចនិយាយបានថា bonne nuitមានន័យថា good night នៅពេលដែលយប់ជ្រៅហើយម៉ោង10អីយើងបន្ទាប់ពីជជែកគ្នារហូតដល់ម៉ោង10អីចឹងទៅយើងអាចនិយាយឃ្លានឹងបាន bonne nuit មានន័យថា good night អូខេអញ្ចឹងនៅក្នុងឃ្លាភាសាបារាំងបើសិនជាយើងចង់អភ័យទោសអ្នកណាម្នាក់ឬក៏គេកំពុងតែនិយាយកំពុងតែសន្ទនាគ្នា communication គ្នាហ្នឹងហើយយើងទៅកាត់ប្រូគេដែលអង់គ្លេសគេថា excuse me ហ្នឹងដែលនៅក្នុងភាសាបារាំងគេនិយាយថា excusez-moi មានន័យថាសូមអភ័យទោសប៉ុន្តែ excusez-moi គឺយើងប្រើជាមួយអ្នកដែលមានអាយុច្រើនជាងយើងឬក៏អ្នកដែលមានឋានៈខ្ពស់ជាងយើងប៉ុន្តែសម្រាប់អ្នកដែលមានអាយុស្មើយើងឬក៏ប្អូនយើងអាចនិយាយបានថា excuse-moi 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 excuse
moi អញ្ចឹងអត់មាន ez នៅខាងចុង excusez-moi នោះទេនេះមានពីរខុសគ្នាណាអ្នកនរគ្នាគឺ excusez-moi និង excusez-moi អញ្ចឹងវាមានពីរប្រភេទខុសគ្នាដាច់ដោយឡែកអញ្ចឹងអ្នកនរគ្នាអាចប្រើបានតាមចិត្តរបស់អ្នកនរគ្នាឬក៏តាម situation របស់អ្នកនរគ្នាស្ថានភាពជាក់ស្ដែងអូខេអញ្ចឹងបើសិនជាចង់និយាយថាសុំទោសមានន័យថា sorry យើងអាចនិយាយបានថា désolé je suis désolé ខ្ញុំសុំទោស désolé désolé អញ្ចឹងសុំទោសប៉ុន្តែបើសិនជាយើងនិយាយថាសូមអភ័យទោសយើងអាចនិយាយបានថា excusez-moi ឬក៏មួយទៀតអធ្យាស្រ័យយើងអាចនិយាយបានថា pardon អធ្យាស្រ័យ pardon est-ce que je peux parler patati patata pardon est-ce que je peux avoir patati patata អូខេអញ្ចឹងមានន័យថាអូខេសូមអភ័យទោសតែខ្ញុំអាចសុំអានេះបានអត់អានោះបានអត់នេះជាឧទាហរណ៍ដែលឲ្យអ្នកនរគ្នាយល់អូខេអញ្ចឹងខ្ញុំនឹងនិយាយ clear ជាភាសាបារាំងមួយចំនួនដែលឲ្យអ្នកនរគ្នាងាយស្រួលក្នុងការយល់ឬក៏អាចអានតាមបន្ទាប់ពីមើលវីដេអូហើយអូខេអញ្ចឹងយើងចាប់ផ្ដើមតែម្ដង Bonjour je m'appelle Vandet j'ai 23 ans Je suis cambodgien. Je parle français, anglais et khmer. អញ្ចឹងបើបកប្រែជាខ្មែរ Je m'appelle Vandet មានន័យថាខ្ញុំឈ្មោះ Vandet នៅក្នុងឃ្លាមួយហ្នឹងយើងអាចប្រើបាន style មួយចំនួនទៀតបានដូចជា Je suis Vandet បកប្រែខ្មែរថាខ្ញុំគឺ Vandetអាហ្នឹងវាអត់ផ្លូវការទេប៉ុន្តែយើងអាចប្រើបានដែលជាទូទៅយើងប្រើជាមួយអ្នកដែលយើងស្គាល់គ្នា Je suis Vandet ឬក៏យើងអាចនិយាយមួយឃ្លាទៀតបានថា Mon nom est Vandet ឈ្មោះខ្ញុំគឺ Vandet Mon nom est Vandet J'ai 23 ans ខ្ញុំមានអាយុ23ឆ្នាំ Je suis Cambodgien ខ្ញុំជាជនជាតិខ្មែរ Je parle français, anglais et khmer ខ្ញុំនិយាយភាសាបារាំងអង់គ្លេសនិងភាសាខ្មែរអូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាមើលវីដេអូនេះហើយកុំភ្លេចសរសេរ note នៅក្នុងกระดาษរបស់អ្នកនរគ្នាក៏ដូចជាសភៅ notebook របស់អ្នកនរគ្នាហើយកុំភ្លេចថាតាមខ្ញុំដើម្បីឲ្យអ្នកនរគ្នាបានរដាស់មាត់បើមិនជាអ្នកនរគ្នាអត់ថាតាមខ្ញុំទេការរៀនភាសាបារាំងខ្ញុំគិតថាវាអត់មានប្រសិទ្ធភាពទេព្រោះអីខ្ញុំដឹងថាការរៀនភាសាមួយឲ្យចេះគឺតម្រូវឲ្យអ្នកនរគ្នាហាត់និយាយដដែលក៏ដូចជាព្យាយាមនៅក្នុងការពុតសលេងទើបអ្នកនរគ្នាអាចនិយាយភាសាគេបានយ៉ាងល្អដូចជនជាតិដើមរបស់គេតែម្ដងអូខេអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាបានរៀនអ្វីមួយចំនួនពីវីដេអូមួយនេះអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយចៅ